ពួកខ្ញុំគឺជាអ្នកប៉ោយប៉ែតខ្ញុំមិនទៅណាចោលទឹកដីក្រុងប៉ោយប៉ែតជាដាច់ខាតទឹកដីក្រុងប៉ោយប៉ែតគឺជាទឹកដីរបស់ខ្មែរមិនមែនជាទឹកដីរបស់ពួកអាចោរឈ្លានពានដល់ឯងទេអ្នកប៉ោយប៉ែតស៊ូ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 ប៉ោយប៉ែតដាច់ទឹកដាច់ភ្លើងដាច់សេវាទាំងអស់គ្រប់សេវាទូរស័ព្ទទាំងអស់គឺដាច់អត់អាចតាក់ទងគ្នាបានហ្មងមិនទឹកបងប្អូនទេតែយើងការពារទុកមិនយើងបងប្អូនតាមដងផ្លូវទាំងបងប្អូនខ្មែរទាំងបងប្អូនចូលទេយើងអត់បានបិទផ្លូវទេតែយើងបារម្ភពិបាកថ្លឹងថ្លែងមែនទែនរវាងជាតិនិយមហើយនិងប្រកបនិយមប៉ុន្តែទោះយ៉ាងណាក៏ដោយជាបឋមខ្ញុំសូមគោរពដល់ទឹកចិត្តក្លាហានរបស់បងប្រុសដំបូងគេដែលគាត់បដិញ្ញារស់នៅទីក្រុងប៉ោយប៉ែតជាបន្តទៀតទោះជាមានការគំរាមកំហែងទម្លាក់គ្រាប់បែកពីយន្តហោះ F16 របស់សៀមក៏ដោយប៉ុន្តែដូចខ្ញុំនិយាយខាងលើអញ្ចឹងវាពិបាកថ្លឹងថ្លែងណារវាងជាតិនិយមហើយនិងប្រកបនិយមបើសិនជាភាពខុសគ្នារវាងកម្ពុជានិងសៀមខុសគ្នាត្រឹមតែ 50% ឧទាហរណ៍វាមានកំភ្លើង 10000 ដើមហើយយើងមានកំភ្លើង 5000 ដើមអាហ្នឹងការបថុយបឋានឬការបដិញ្ញាហ្នឹងប្រហែលជាមិនខុសទេមួយវាយពីរប៉ុន្តែអានេះប្រជាជនសុទ្ធតែដៃទៅទេហើយវាទម្លាក់ក្របផ្លោងមកពីលើអារត់ក្របផងក្របផ្លោងផងហេដ្ឋារចនាសម្ព័ន្ធទៅបានបំផ្លាញអត់មានអ៊ីនធឺណិតអត់មានទឹកអត់មានភ្លើងចឹងមិនដឹងថារស់នៅដោយរបៀបម៉េចទេអានឹងទី1ដោយសារតែតម្រូវការចាំបាច់របស់យើងនឹងមានទីជម្រកណាំសង្កូវចំណីអាហារហើយសម្ភារបំពាក់ត្រូវបានបំផ្លាញដោយអន្លើទៅហើយអ្នកខ្លះប្រជាពលរដ្ឋមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងតែម្ដងដោយសារតែក្របបែកធ្លាក់ចំទៅលើផ្ទះរបស់គាត់តែម្ដងឆេះខ្ទេចខ្ទីទាំងអស់មុខរបរអីជារឿងត្រឹមត្រូវឯដែលអាជ្ញាធរមានសមត្ថកិច្ចធ្វើការហាមឃាត់ប្រជាពលរដ្ឋកុំឲ្យធ្វើដំណើរទៅកាន់តំបន់ដែលក្របរបស់សៀមកំពុងតែធ្លាក់មកដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ផ្សេងទោះយ៉ាងណាក៏ដោយនេះមិនមែនជាពេលដែលយើងត្រូវឆ្លោះគ្នាទេមិនមែនជាពេលដែលត្រូវបន្ទោសគ្នាទេប៉ុន្តែបើសិនយើងមិននិយាយក៏មិនបានដែរនេះគឺជាកាតព្វកិច្ចគឺជាភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពារនៅបូរណភាពដែនដីយើងត្រូវមានកំភ្លើងយើងត្រូវមានយុទ្ធភ័ណ្ឌគ្រប់ប្រភេទដើម្បីទប់ស្កាត់នៃការឈ្លានពានរបស់សត្រូវហើយនៅពេលនេះកម្ពុជាហាក់ដូចជាគ្មានចម្លើយតទៅសោះតាក់ទងទៅនឹង F16 របស់សៀមដែលបន្តជ្រំគ្រប់កន្លែងទាំងអស់គោលបំណងរបស់សៀមនោះប្រហែលជាវាចង់ដណ្ដើមយកខេត្តបាត់ដំបងសៀមរាបបន្ទាយមានជ័យយកទៅវិញផងពួកដោយសារតែពេលនោះបារាំងបានចាញ់សង្គ្រាមហើយជប៉ុនបានកាត់ដីរបស់ប្រទេសកម្ពុជាទៅឲ្យប្រទេសសៀមប៉ុន្តែក្រោយពីសង្គ្រាមលោកលើកទី2បានចប់ទៅជប៉ុនបានចាញ់សង្គ្រាមបារាំងក៏បានដណ្ដើមទឹកដីទាំងនោះដោះដូរជាមួយខេត្តមួយចំនួនយកមកឲ្យប្រទេសកម្ពុជាវិញអញ្ចឹងបាត់ដំបងសៀមរាបបន្ទាយមានជ័យនឹងបានធ្លាក់ក្រោមការគ្រប់គ្រងរបស់សៀមមួយរយៈប៉ុន្តែបារាំងដណ្ដើមមកឲ្យយើងវិញឥឡូវនេះប្រហែលជាវាចង់បានខេត្តទាំងអស់នឹងទៅវិញឬយ៉ាងម៉េចប៉ុន្តែវាបាននិយាយជាចំហវាមិនបានលាក់បាំងទេដោយសារតែកន្លងមកយើងឃើញពួកជ្រុលនិយមមួយចំនួនចលនាជានិយមរបស់សៀមបានជំរុញឲ្យមានការវាយកខេត្តបាត់ដំបងសៀមរាបនិងបន្ទាយមានជ័យជាពិសេសអង្គរវត្តរបស់យើងតែម្ដងគឺវាចង់បានវិញយ៉ាងខ្លាំងហើយវាមិនដែលលុបបំបាត់មហិច្ឆតាដណ្ដើមយកអង្គរវត្តពីប្រទេសកម្ពុជាទេត្រឡប់មកវិញសរុបមកមិនមែនតែខ្ញុំទេខ្ញុំគិតថាប្រជាពលរដ្ឋទូទាំងប្រទេសមានការកោតសរសើរដល់វីរភាពរបស់បងប្អូនមួយចំនួនដែលបដិញ្ញារស់នៅទីក្រុងប៉ោយប៉ែតទោះបីជាមានការគំរាមកំហែងក៏ដោយប៉ុន្តែបើសិនប្រជាពលរដ្ឋណាដែលខ្លាចហើយគាត់មិនអាចរស់នៅបានដោយសារតែបញ្ហាមួយចំនួនដូចជាផ្ទះសម្បែងរបស់គាត់ទៅបានបំផ្លិចបំផ្លាញគាត់អត់មានអគ្គិសនីគាត់អត់មានអ៊ីនធឺណិតគាត់អត់មានចំណីអាហារទេអាជ្ញាធរមានសមត្ថកិច្ចមិនគួរហាមគាត់មិនឲ្យចាក់ចេញពីទីក្រុងប៉ោយប៉ែតទេសុភាសិតខ្មែរយើងនិយាយថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយធ្វើសឹកនឹងបាយមិនគ្រប់គ្រាន់ទេយើងធ្វើសឹកនឹងអាវុធប្រជាជនអត់មានអាវុធទេដូច្នេះប្រជាជនមិនគួរបថុយគ្រោះថ្នាក់នៅទីក្រុងប៉ោយប៉ែតទេទុកឲ្យកងទ័ពជាអ្នកដោះស្រាយទៅរឿងនេះ